បាទមានសួរបងញងចាបាវាសួរទរត់ដងធ្លាប់តែមកលក្ខណៈប្លុកកំ pl ែងមែនទេយើងជួបគ្នាបងញងលក្ខណៈផ្លូវការដល់ពេលមួយសារនេះយើងមកយើងបែបលក្ខជណៈជែកគ្នាការទូតហ្នឹងហើយមិនការទូតអីណាស់ណាទេគាត់អីគាត់ថាយើងទៅចែកគ្នាពីនេះពីនោះខ្លះអញ្ចឹងតែណាប្លែកអារម្មណ៍តា បាទធ្លាប់ឃើញមកមកដល់រៀងសឹមអញ្ចឹងណាបង មកសុំអញ្ចឹងអូឃ្លានដូចថាឃ្ឃ្លាលាននស្រាក់កឡុក ណាឃ្លានបាទ អឺណងដែរតាបាទអញ្ចឹងថ្ងៃនេះយើងមកទៅចែកគ្នាលេងបើភាគច្រើនឥឡូវគេនិយមនិយាយថា podcast យើង podcast គេដែរទៅណាខ្ញុំអញ្ចឹងអូអាហ្នឹងហើយហ្នឹងគេហៅ នឹងគេ podcast ហៅ ហ៎ podcast បាអទត់ប្រាប់ញ៉ាំដឹងទេហ្នឹងហើយព្រោះយើងតាមអត់សូវតន់សង្គមឥឡូវនេះបើនិយាយពីជួបបងញងគឺយើងអាចដែរបាននិយាយរឿងប្រវត្តិបងញងអីពីមុននេះហើយបង្ហាញជាបងញងក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ទៅកម្មវិធីមួយចំនួននេះដែរអញ្ចឹងមើលទៅប្រហែលតែខ្ញុំក៏តាមមិនតាន់ក៏យើងស្ដាប់មិនបានអស់ដែរអញ្ចឹងថ្ងៃនេះខ្ញុំសួរខ្លួនឯងហ្មងណាបងញងចាហ្នឹងហើយសួរខ្លួនឯងហ្មងថាចង់ដឹងថាឈ្មោះបងញងដូចជាបងប្អូនមួយចំនួនធំដឹងគឺស្រេងសុកណ្ដាចាអាហ្នឹងជាឈ្មោះបញ្ជីជាតិបងកំណើតជាតិស៊ីនហ្មងចាតាខ្ញុំឈ្មោះស្រេងបាទតាខ្ញុំជាប់ផ្សាយចិនដែរអូណាចាស្រេងហ្នឹងចិនណាអត់ដឹងសោះថាខ្ញុំឲ្យចុកផ្សាយចិនចាដល់ពេលអ្នកខ្លះគេយកតកោឪបាទប៉ុន្តែខ្ញុំតកោតារហូតមកអញ្ចឹងស្រេងសុកណ្ដាប្អូនខ្ញុំនោះស្រេងចន្ទធីស្រេងចន្ទថាស្រេងចន្ទថនខ្ញុំរស់ស្រេងមកបងញងចឹងបងប្អូនម៉ែអ្នកទាំងអស់បើពោះម្ដាយខ្ញុំណាអឺតែម្នាក់តែខ្ញុំមួយទេខ្ញុំបានអាយុ5ឆ្នាំម្ដាយខ្ញុំស្លាប់ហ្នឹងគឺស្លាប់ដោយសារគេហៅថាជំនាន់ហ្នឹងគេហៅទាស់ព្រាយកលាភ្លើងណាគាត់ដោយសារគាត់មានអូនមួយទៀតឈ្មោះគង្គាហ្នឹងប្រុសដល់ពេលគាត់ទាស់ក៏គាត់ខូចទៅបានមួយខែបានប្អូនប្រុសបងគង្គាហ្នឹងខូចដែរអញ្ចឹងរហូតដល់បងអាយុ5ឆ្នាំ6ឆ្នាំទៅប៉ាបងហ្នឹងគាត់មានគ្រួសារថ្មីចាមានគ្រួសារថ្មីបានម៉ាក់បងក្រោយដែលគាត់ចិញ្ចឹមបងហ្នឹងបានកូន3នាក់ចន្ទធីចន្ទថាចន្ទថនប៉ុន្តែម៉ាក់បងក្រោយហ្នឹងគឺគាត់មេម៉ាយកូន2អញ្ចឹងសរុបទាំងអស់បើបងប្អូនបើហៅថាបើបងប្អូនសាច់កើតជាមួយពុកវា4នាក់បាទចាប៉ុន្តែដែលនៅ4នាក់ដែលនៅប៉ុន្តែដោយសារថាមានដូចតែបងប្អូនដែរទៅមិនទោះបីថាឪពុកផ្សេងគ្នាម្ដាយផ្សេងគ្នាតែយើងមកធំមកជាមួយគ្នាបាទបងចា2នាក់ទៀតហើយរហូតដល់ពេលចន្ទធីចន្ទថាចន្ទថននោះធំមានគ្រួសារអស់ទៅប៉ាគាត់មានមួយទៀតមានពុនក្រោយទៀតមានមេទី3ចាបានអូនជូអេងបាទថ្ងៃនេះជាថ្ងៃទី1ដែលខ្ញុំបកស្រាយរឿងអូនជូអេងហ្នឹងជាប្អូនបង្កើតរបស់ខ្ញុំណាហ្នឹងបងអត់ដែរនិយាយទេអ្នកខ្លះដឹងខ្ញុំដំបូងស្មានថាជូអេងហ្នឹងគាត់នៅជាមួយបងយូរថាកូនក្មួយពីណាពីណីអញ្ចឹងណាចាបាទតាមពិតអត់ទេអ្នកខ្លះគាត់គិតថាកូនបងព្រោះដោយសារគាត់ហៅបងម៉ាក់ដោយសារតែគាត់មកនៅជាមួយផ្ទះមកនៅមួយបងហ្នឹងតាំងពីអូនពេញនៅទូចពេលអញ្ចឹងគាត់ធំឡើងជាមួយអូនពេញហៅម៉ាក់គាត់ហៅម៉ាក់ដែរតែតាមពិតជាក់ស្ដែងអូនជូអេងជាប្អូនបកើតហ្មងពុកជាមួយគ្នាតែមេទី3ហ្នឹងហើយអីបងខ្ញុំនិយាយរឿងសុកកណើតបងហ្មងនៅណាស្រុកគៀនស្វាយខេត្តកណ្ដាលភូមិពពាខែឃុំដីឥដ្ឋអូបងនៅម្ដុំដីឥដ្ឋយើងនេះទេបាទហ្នឹងហើយណាក៏ស្គាល់ដែរនិយាយពីរឿងដំណើរដើមតងដែលបងចាប់ដើមដឹងថាខ្លួនឯងមានដុងសិល្បៈហ្នឹងពីពេលណាមកបើនិយាយពីដុងសិល្បៈហ្នឹងវាមានតាំងពីទូចដោយសារអីតាំងពីអាយុចាប់ដើម7 8ឆ្នាំហ្នឹងចូលចិត្តច្រៀងឲ្យប៉ាយើងជាអ្នករបៀបថាស្រឡាញ់សិល្បៈដែរអញ្ចឹងឃើញកូនច្រៀងប៉ាកម្របឆ្នាំងធុងពេត្រូលនោះគោះហើយគោះដើម្បីកូនច្រៀងរៀនឲ្យកូនច្រៀងឲ្យត្រូវកណ្ដងព្រោះបងចេះច្រៀងតែច្រៀងអត់ត្រូវភ្លេងទេពេលហ្នឹងច្រៀងសម័យឬក៏ច្រៀងបុរាណមិនថាសម័យមិនថាបុរាណទេភ្លេងការក៏ដោយចូលចិត្តច្រៀងស្រែកច្រៀងពេញតាភូមិពេញតាផ្ទះហ្នឹងប៉ុន្តែថាប្រូមិនប្រូយើងមិនដឹងកាលនោះយើងក្មេងប៉ុន្តែស្រឡាញ់ហ្មងតែស្រឡាញ់ខាងចម្រៀងទេមិនមែនស្រឡាញ់ខាងកំ pl ែងខាងសម្ដែងអីទេស្រឡាញ់ខាងចម្រៀងហើយប៉ុន្តែចូលចិត្តតារាសម្ដែងអញ្ចឹងវិញតែនឹងអាយដលបងអ្នកណាពូទេពប្រណ្ដារ៉ូនិងអ្នកមីងអំពរទេវីអីយ៉ាដល់ពេលបានជួបតារ៉ូលេងធ្វើដើរតួប្រពន្ធតារ៉ូទៀតដល់ពេលបានជួបគាត់ដល់ពេលដូចដីសម័យយើងណាដូចខ្ញុំនិយាយមើលកាលពីដើមឡើយបងនៅក្មេងៗទូចហ្នឹងណាពូរ៉ូគាត់ហើយនឹងមីងអំពរទេវីគាត់ទៅថតនៅភូមិបងណាភូមិគេហៅភូមិខ្នល់ថ្មីហ្នឹងគេទៅថតម្ដុំដើមពោធិ៍ហ្នឹងគាត់ទៅថតបទចម្រៀងកាយវិការពេលហ្នឹងបងដើរបងរបៀបថាបងដើរកាត់កន្លែងប្លង់គេថតគេថាអូយ
អូនចាញ់ ពីណាអ្នកដេញតារ៉ូអ្នកដេញហ្មង អត់ទេខាង ក្រុមការងារ ក្រុមការងារគេដេញអូនចាញ់ទៅចឹងហើយអត់ចាញ់ទេណានៅទូអូសឈរនឹងចង់ជាប់ប្លង់គេដែរ ចង់ជាប់ប្លង់គេតើគេទៅអូសដៃចាញ់ហើយទៅពេលហើយយកអូសទៅទុកហើយមកឈរចិត្តគេនឹងចៃដន់អីពេលនងប្រហែលជាប្រូគាត់មិនចាំទេគាត់ប្រាយទិញទឹកសុទ្ធណាបាទហើយទឹកសុទ្ធតារ៉ូហ្នឹងចាគាត់ប្រាថាចេះមានណាគេទិញទឹកសុទ្ធឲ្យពូនតិចមកវើយដល់អញ្ចឹងនិយាយថាវារំភើបហ្មងណាបានដូចថាបានអាយដល់ព្រើហើយប្រូរត់ដួលងាប់ចោលហើយយូរហើយតែឥឡូវហ្នឹងបងអាសាតាណារឿងហ្នឹងប្រាប់គាត់ហើយគាត់ចាំទេហើយបងព្យាយាមវាយ YouTube បត់ហ្នឹងដើម្បីឲ្យឃើញយើងនៅក្នុងហ្នឹងឃើញយើងបាទទូលអូសកាលហ្នឹងអើយដល់ហើយបងញ៉ាំនិយាយមួយទៀតចាប់ដើមដឹងពីខ្លួនឯងថាមានសមត្ថភាពកំ pl ែងឥឡូវពីទូចឡើងបងគឺមានដងសិល្បៈឯតែផ្នែកចម្រៀងទេប៉ុន្តែដឹងតែខ្លួនឯងមានដងកំ pl ែងហ្នឹងចាប់ពីអាយុប៉ុណ្ណាមកដែរនិយាយរួមទៅអត់ដែរដឹងថាខ្លួនឯងមានដងកំ pl ែងហើយអាចយកមកប្រើការកើតចឹងទេគ្រាន់តែដឹងថាក្នុងភូមិគេចូលចិត្តបងរបៀបថាមិនថាបងទៅលក់ដូរអីទេទៅលក់លឹកអំពិលលក់អីហ្នឹងមកផ្សារហ្នឹងគឺគេសប្បាយអមួយបងណាព្រោះអីបងចូលចិត្តពពាយនាយបែបធ្វើឲ្យគេសើចសប្បាយណារបៀបថាពពាយកាលហ្នឹងបងអាយុប៉ុន្មាន10ជាង10ឆ្នាំជាងប៉ុន្តែក្មេង10ឆ្នាំជាងពេលហ្នឹងដូចមនុស្សចាស់ចឹងអត់មានដូច10ឆ្នាំកូនបងឥឡូវនៅរត់ស្រាប់ទេកាលហ្នឹងបង10ឆ្នាំជាងដូចជា14 15ហ្នឹងប៉ុន្តែចេះដឹងហ្មងឡើងបេះអំពិលរាវក្តាមរាវខ្ចង់លក់ចិញ្ចឹមបងប្អូនណាចង់និយាយថាដឹងហ្មងនឹង10នឹង20តែគ្រាន់តែរៀនមិនប្រកែបាទកិច្ចតាសាលាទេអូអត់បានចូលរៀនជាប់លាប់ដែរទេប៉ាអីបខំឲ្យរៀនវាយឲ្យទៅរៀនណាប៉ុន្តែដូចមិនទេអត់ចង់រៀនតែហ្មងប៉ុន្តែកម្រិតសិក្សាបងត្រឹមថ្នាក់ទីម៉ានថ្នាក់ទី7ហ្នឹងគ្រូចេះរុញឡើងទេមិនសូវចេះម៉ានទេផ្លោះរហូតហ្នឹងដូចថាគ្រូអាណិតធំពេកហើយទៅឲ្យទៅគេឯងទៅអត់សូវជារៀនតាន់គេទេអសអីចេះថាលេខគិតលុយចាញ់គេបាទគិតតរាប់ដៃរាប់ជើងតឥឡូវហ្នឹងក៏ចឹងដែរហ្នឹងហើយអ្នកខ្លះមើលមកដូចចេះដឹងណាស់ហ្នឹងអានេះគ្រាន់តែសង្ខេបតាក់ទងប្រវត្តិកន្លងមករបស់បងញ៉ុងឥឡូវយើងទាញចូលមកដល់វគ្គដែលបងញ៉ុងចូលប្រឡងកំ pl ែងមិនប្រឡង CTN អញ្ចឹងចាអានឹងឆ្នាំណាដែរបងកានោះឆ្នាំដូចជារៀង7នេះដោយសារអីពេលនោះបងនៅសៀមរាបអាចនឹង2011ខ្ទង់នោះឯងមុន2010ព្រោះពេលប្រឡងចុះ2010គ្រាន់តែប្រឡងឡើងមួយឆ្នាំជាងអូអាចនឹង2009អីចឹងទៅហ្នឹងឯងខ្ទង់ប៉ុណ្ណឹងហើយពេលដាក់ពាក្យនោះមិនដែរបងញ៉ុងពេលហ្នឹងមិនមែនបងអ្នកដាក់ពាក្យទេពេលនោះបងនៅសៀមរាបទេប៉ាបងក៏នៅសៀមរាបដែរហើយបងតំតែកើតអូនពីងហើយកើតពីងតំបានប្រហែលខែហ្នឹងប៉ាបងគាត់ឡើងមកពេញគាត់ឡើងមកលេងម៉ែបងទេដល់ពេលគាត់ឡើងមកលេងម៉ែបងទៅគាត់ប្រហែលជាឃើញកម្មវិធីរបស់ប៉ុសទួគាត់ប៉ុស CTN ណោះដាក់ផ្លាករើសប្រឡងមហាកំ pl ែងបាទដល់ពេលអញ្ចឹងទៅប្រឡងមហាកំ pl ែងគាត់ក៏ទិញដំងទិញខ្លួនគាត់ទិញពាក្យខ្លួនគាត់អីខ្លួនគាត់ទិញតែមួយទេដល់ពេលបែបតំណងបែបចិត្តដល់ថ្ងៃប្រឡងបែបអត់ចេះលេងម្នាក់ឯងទេយ៉ាងទិញទៀតទៅទិញមួយទៀតហើយបន្តែប្រាប់យើងមីអូនណាអញទិញពាក្យប្រឡងកំ pl ែងឲ្យឯងឡើងមកប្រឡងមកបានពីអ្នកប៉ាឯងធ្វើពោះធំអញធ្វើប្តីឯងខ្ញុំថាអូស្អីទេប៉ាខ្ញុំទៅទេពួកកូនខ្ចីកូនញោកញ៉ៃឲ្យឡើងមកឲ្យបងពុលឡានណាកាលហ្នឹងមានកូនមួយហើយមានស្វាមីមុនបបងបានអាពីងប៉ុន្តែបងមនុស្សពុលឡានណាឈរចិត្តឡានក៏ពុលគឺអត់ចង់មកទេព្រោះបងពុលឡានព្រោះតែមកយើងជិះឡានក្រុងហើយយើងអត់មានលុយពេលហ្នឹងយើងអត់តែមកមួយជើងពាក់គេខ្ចីគេបាទប៉ាថាអូយឡើងមកមកហើយទៅគិតសពទៅចេះយ៉ាងហើយណាក៏បានឃើញមុខក្នុងទូម្ដងដែរទៅថាមិនជាប់ហើយទៅដល់ទៅពេលមកប្រឡងក៏សម្រាប់ចិត្តមកហ្នឹងមានបានចូលក្នុងទូណាប្រឡងគេរាប់ពាន់នេះគេកំឡងក្រុមឆាកសិនហ្នឹងហើយក៏គេរើអាដបងសិនណាដល់ពេលអញ្ចឹងមានតន់ចូលក្នុងទូណាគេប្រឡងក្រុមឆាកសិនហ្នឹងអត់តែជាប់ប៉ុន្តែជាប់អាជុំដបងហ្នឹងជុំដបងតែគ្មានបានឡើងទូទេក៏ត្រឡប់ទៅវិញអញ្ចឹងរងចាំប្រហែលខែបានគេហៅទៀតហើយគេយកមុនដំបូងយើងជាប់ពីអ្នកប៉ាយើងហ្នឹងជាប់ពីអ្នកហើយបានគេបង្កើតទៅជាក្រុមបានគេឲ្យយើងចាប់ក្រុមមួយអ្នកនេះនោះដើម្បីណាត់គ្នាមកប្រឡងប្រហែលខែទៀតប្រឡងទៀតក៏អត់ទាន់បានចូលទូទៀតដែរនៅក្រោមទៀតប៉ិនមកមួយជើងពាក់គេ 100000 មួយជើងពាក់គេ 100000 ថ្លៃឡានខ្ចីអ្នកស្រុកមកអូហើយដល់ពេលអញ្ចឹងប្រហែលដងឯងអត់ចាំទេដឹងតែប្រហែលដងបានចាប់ដើមជាប់ទាំងពីរអ្នកហើយបានឡើងប៉ុសទាំងពីរអ្នកឡើងប៉ុសមួយហ្នឹងអត់មានប្រាថ្នាថាអូនឹងជាប់បានពៀនបានអីទេជ័យលីភីអីគឺអត់មានប្រាថ្នាឲ្យតែបានឃើញក្នុងទទួលម្ដង
អស់ចាត់ហើយឲ្យតែប្រាប់អ្នកស្រុកអ្នកភូមិឲ្យល្ងាចនឹងចាំមើលហងខ្ញុំឡើងទួណាអូសប្បាយអគេប៉ុន្តែប្រឡងជាមួយនឹងប៉ាបងនឹងចេះតែទៅជាប់ពីមួយវគ្គទៅវគ្គទៅរហូតហ្នឹងហើយប្រឡងហើយវាជារឿងចៃដន្យមួយដែរប្រឡងជាមួយប៉ាបងនឹងជាប់ពីមួយវគ្គទៅមួយវគ្គហើយចាប់ក្រុមជាមួយនឹងគ្រួសារបងក្រោយនេះចាប់ក្រុមនឹងប៉ះបងកៃដងនឹងឯងជាមួយក្រុមមួយអីឲ្យបងដើរតួធ្វើប្រពន្ធបងកៃដងនឹងឯងធ្វើពូធំធ្វើអីមានមកចាប់ដល់ពេលហិចដូចជាជំរុះប៉ុណ្ណឹងទៅលេងវាទៅជាបងជាទៅឡើងទៅជាប់ទៅដល់វគ្គចុងក្រោយគេប្រឡងអាវគ្គផ្ដាច់ព្រាត់មិននោះប៉ាបងធ្លាក់ជុំផ្ដាច់ព្រាត់ជុំទី1ប៉ាបងធ្លាក់បងបានទៅជុំទីបានទៅជុំផ្ដាច់ព្រាត់ធំទៅជុំផ្ដាច់ព្រាត់ធំហ្នឹងស្រាប់តែប្រកាសជ័យលីភីគេយកតែ7នាក់ឯងស្រាប់ប្រកាសបងមុនគេតាមពិតវាមិនមែនជាលេខ1លេខ2ប៉ុន្តែគេថាប្រកាសលេខរៀងបងមុនគេអ្នកណាក៏គិតថាបងជាប់លេខ1អញ្ចឹងណាបាទស្រេងសុកាន់ដានៅភាំងឡើយជាប់រត់រំភើបពីកាលនោះបាន1លានជាប់រៀនកាលនោះច្រើនណាស់ណាយកសងអ្នកភូមិមានគ្រប់ណា1លាននោះចុះមកមិនមែនចេះតិចជើងកាលហ្នឹងមើលបងខ្ញុំបានលេខប៉ុន្មានអត់ដូចជាអត់មានលេខរៀងថាលេខ1លេខ2អីទេដឹងថាយើងចម្រាញ់យក7នាក់ព្រោះចំនួនទឹកប្រាក់7លានសម្រាប់ចែកដល់ពេលគេប្រកាសបងមុនគេស្រេងសុកាន់ដាជាប់អញ្ចឹងយើងបានមុនគេអញ្ចឹងគេគិតថាបងលេខ1ហ៎អាវគ្គចុងក្រោយ final ហ្នឹងអាហ្នឹងបងដើរតួអីគេមានចាំទេដើរតួធ្វើពោះធំធ្វើពោះធំទៀតកាលហ្នឹងលេងល្អខ្លួនឯងអត់ដឹងទេថាល្អមិនល្អដឹងថាពេលហ្នឹងគឺចូលហ្មងបានគេសោចពេលយើងឡើងទៅលេងទៅយើងនិយាយតិចប៉ុន្តែអ្នកមួសោចផ្ទះដៃឲ្យកម្លាំងចិត្តគូចូលទៅហើយសិល្បៈអញ្ចឹងប្រោគឺវាចេញមកពីក្នុងខ្លួននិយាយមកគឺសោចនិយាយមកគឺសោចឲ្យគេថាក្រុមណាជាប់ចឹងគេចោលមកយើងឯណាលេខប៉ុន្មានយើងពាក់លេខអាផ្លាកលេខយើងលេខប៉ុន្មានព្រោះជុំកម្លាំងមានហ្មងបាទតែពេលនោះរៀងកំសត់បន្តិចកូនយើងពេញហ្នឹងនៅតូចហ្នឹងគឺនៅ3ទៅតឹងឡើយឯងអញ្ចឹងពេលរៀបឡើងឆាកផ្ញើគេអ្នកក្រុមឆាកហ្នឹងផ្ញើបដាគេពងកាសលទ្ធផលអាកូនយើងគិតពីងាយំបានបងតុយបងអីគាត់ជួយមើលឲ្យបងតោអីហ្នឹងមើលកូនឲ្យនឹងក្រុមហ្នឹងយើងឡើងដែងហ្នឹងហើយចឹងហ្នឹងប្រវត្តិនៃការប្រឡងកំ pl របស់បងញងហើយងាយប្រឡងហ្នឹងថ្ងៃនោះគឺប្រឡងថ្ងៃ1ខែ1ឆ្នាំ2010ជាប់ថ្ងៃ1 2010ថ្ងៃ1ខែ1 2010អាចចាត់ទុកថ្ងៃហ្នឹងជាថ្ងៃកំណើតសិល្បៈរបស់បងញងកំណើតសិល្បៈចា៎បាទហើយបន្ទាប់ពីហ្នឹងមកតើពេលដែលជាប់ហើយបងញងចាប់ផ្ដើមផ្លាស់ប្ដូរជីវភាពបងពីមនុស្សដែលលំបាកដែលមើលទៅវាពិបាកដែររឿងលុយកាក់ជីវភាពអីហ្នឹងរហូតដល់វាកែប្រែបានដល់ប៉ុណ្ណាដែរនិយាយរួមទៅយើងវាអត់ទាន់សូវយើងអត់មានភាពត្រេកត្រអាលអីខ្លាំងឯងព្រោះដោយសារវាមិនមែនថាយើងជាប់ភ្លាមយើងមានភ្លាមឯងពេលយើងជាប់ភ្លាមប៉ុន្តែវាមកបែបសឹមពេលជាប់ទៅយើងមានការងារធ្វើយើងបានស៊ីប្រាក់ខែរបស់ប៉ុស CTN ហ្នឹងគឺឲ្យយើងមានការងារធ្វើទៅប៉ុន្តែយើងចំណាយទៅលើយើងចំបងប្អូនម៉ែឪច្រើនដល់ពេលអញ្ចឹងទៅយើងបានត្រឹមតែមករស់ទេប៉ុន្តែពេលហ្នឹងយើងអត់សម្ពាធអត់ច្បាក់គេបាទពេលហ្នឹងគឺយើងបានប៉ុណ្ណាយើងសប្បាយនឹងការហូបចុកប៉ុណ្ណឹងហើយដល់ពេលឈានដល់ការរៀងមានលុយបន្តិចទៅក៏យើងទិញឡានទិញអីជិះឲ្យវាមើលទៅសមរម្យសម្រាប់ទៅធ្វើការមួយគេមួយឯងទៅប៉ុន្តែបើរឿងទូរស័ព្ទវិញចេះប្រើតាពួកប្រភេទAndroid ទេរៀងរបៀបថាទំនើបអីគឺអត់ចេះទេហ្មងខ្លាចជាប់នេះជាប់នោះគឺអត់ចេះទេហើយផ្ដើមពីយើងល្បីកាន់តែខ្លាំងហើយតែខ្ញុំនៅតែបងចាប់ផ្ដើមលក់ហុកលក់អកអញ្ចឹងបានគេថាឃើញល្បីមានលុយច្រើនមិនព្រមទៅរកស៊ីអីអញ្ចឹងណាហើយកាលនោះយើងអត់មានដឹងគំនិតថាទៅចង់រកស៊ីអីឬមួយក៏បង្កើតជាផលិតផលអីព្រោះយើងមិនមានក្រុមហ៊ុនមិនមានអីយើងក៏អត់ចេះដឹងដែរយើងដឹងតែថាយើងចេះធ្វើផ្អកចេះធ្វើម៉ាំធ្វើប្រហុកធ្វើផ្អកត្រីប្រាប់អត់យកយើងចេះធ្វើម្ដង 4-10 គីឡូលក់ដល់លក់យូរកាលនោះ live វា Facebook វាធំទូលាយ live ម្ដងសិត3K 5K ទម្លាក់លេខហូតដូចទឹកលក់តាំងពី10គីឡូរហូតឡើងដល់មួយថ្ងៃផ្អកត្រីវាលក់មួយតោនក៏មានដែរបាទអូធ្វើតែកាលនោះអត់មានបញ្ហាលុយកាក់អីទេអត់មានទេកំពុងតែលេងកំ pl ផងលក់ផងលេងកំ pl ផងលក់ផងហើយបាទកាលនោះក៏អត់ទាន់មានគេជួលយើងទៅប្រម៉ូទផលិតផលអីដែរព្រោះដូចជាអត់ទាន់សូវមាន Facebook មិនសូវជាខ្លាំងក្លាទេអត់មានទេប៉ុន្តែខ្ញុំបងចាប់ផ្ដើមរបៀបថាមានរៀងធូរធារខ្លាំងគឺចាប់ផ្ដើមជាមួយនឹងខាងប្អូនខាងម្ចាស់ brand បាទប្អូនម្ចាស់ brand Kiko ហ្នឹងគឺគាត់បង្កើត brand របៀបទឹកអនាម័យអញ្ចឹងគាត់ក៏តាក់ទងមកយើងឲ្យយើងធ្វើការហើយធ្វើការក៏យើងមិនដឹងថាធ្វើមិនដែរយើងមិនចេះយើងគ្រាន់តែនិយាយថា
បងធ្វើការឲ្យបានប៉ុន្តែបងធ្វើលក្ខណៈថាពេលបង live សាច់ក្រកបងលើកអាហ្នឹងយកមកនិយាយតិចតិចមួយសាច់ក្រកបងគាត់ថាហ្នឹងហើយបងមិនធ្វើចឹងទៅដល់ពេលយើងធ្វើតិច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 អាប្រែនោះវាផ្ទុះ បាទ វាផ្ទុះខ្លាំងទាំងគុណភាពគេប្រើត្រូវវាផ្ទុះខ្លាំងចឹងទៅខាងម្ចាស់ brand ក៏គាត់ចេះតែឲ្យនេះឲ្យនោះមកយើងឲ្យbonusឲ្យលុយឲ្យកាក់ហើយយើងលក់បានដែរពីអាហ្នឹងក៏យើងរៀងមានបានតិចទៅយើងចាប់ផ្ដើមចេះចង់បានមុនដំបូងយើងនៅតែជួលទេ បាទ ពេលចឹងយើងចេះចង់បានយើងបងមលួ បងមលូទេ យើងអត់ទាន់មានលុយចិត្តអង្គុនយើងទៅបងមលួផ្ទះសិន បាទ អាហ្នឹងយើងចិត្តយើងចង់បានណាប៉ុន្តែដូចថាយើងគិតអត់ដល់យើងទៅបងមលួផ្ទះសិនហើយចាប់ដើមរកបានទៀតយើងអត់មានយកអាលុយដែលបានទៀតហ្នឹងទៅផ្ដាច់ផ្ទះអីទេយើងទៅបងមលួដីទៅទៀត អានេះដើមហេតុនៃការវាក់វិនឬបំណុល ហ្នឹងហើយហើយបងមលួទៀតហើយមានច្រើនហើយដល់ពេលយើងរកបានទៀតក៏អត់មានយកទៅបងផ្ដាច់ដីបងផ្ដាច់ផ្ទះដែរទៅបងមលួឡានរៀងទៅនើបជាងមុនបន្តិចបានន័យថាយើងគិតថាសម្ភារៈនិយមក៏អាចជួយលើកមុខមាត់យើងដែរពេលយើងទៅធ្វើការអញ្ចឹងតែវាសុទ្ធតែជារបស់បងរំលោះដែលយើងគិតមិនដល់ថាយើងមិនព្រមទិញឲ្យផ្ដាច់មួយតែដល់ពេលចាប់ដើមលក់ពងដាច់អាហ្នឹងវាក៏យើងគេបង្កើត brand មួយទៀតចូលហើយយើងរត់ច្បាប់អត់តន់គេក៏ចាប់អួរទៅហ្មងគេចាប់អួរទៅយើងធ្លាក់ក្រឹបមករបៀបថាអាបងមលួនហ្នឹងយើងអស់លទ្ធភាពបង ហើយដូចកូវីដទៀតអីបង ហ្នឹងហើយហើយកូវីដក៏ចូលមកដែរដល់ពេលយើងអស់អាលទ្ធភាពបងប៉ុន្តែយើងខ្មាស់គេយើងអត់អាចអស់លទ្ធភាពបងត្រឹមហ្នឹងហើយយើងសុខចិត្តខ្ចីគ្នាឯងដែលស្គាល់តិចតិចសិនខ្ចីតិចតិចហ្នឹងគឺសុខចិត្តឲ្យការគេតិចតិចសិនតិចតិចទេដើម្បីយកមកបងមលួហើយចុះដល់ពេលខ្ចីគេយកទៅបងមលួវាមានមិនមែនខ្ចីគេទៅរកស៊ីបង្កើតលុយណាយើងខ្ចីគេយកទៅបងមលួ លើកពីនេះមកដាក់នេះ លើកអានេះលើកអា10ដាក់ទៅ12 13យូអាលុយដោះកតុយលុយកូនទៅតាំងពីតិចរហូតដល់ច្រើនទៅចាប់ដើម ទុះ យើងអស់អត់តន់ផ្ទុះឲ្យប៉ុណ្ណឹងយើងអស់អ្នកខ្ចីយើងអស់អ្នកខ្ចីបានន័យថាយើងអស់អ្នកស្គាល់គ្នាលេងហ៊ានខ្ចីចាប់ដើមឈានដល់យើងនៅយើងអាហ្នឹងឯនៅអានេះជាបទពិសោធន៍មួយសម្រាប់អ្នកដែលគាត់ខ្មាស់អៀនបន្តិចបានន័យថាតបៅមហារាជតិចអត់ទៅព្យាបាលនៅលាក់គេរបៀបថាខ្លាចគេដឹងណាចាប់ដើមលេងខ្ចីអ្នកស្គាល់គ្នាឯងទៅខ្ចីអាលក្ខណៈអនឡាញ កម្ចីរហ័ស ការខ្ពស់ អញ្ចឹងអត់ខ្វល់ការហ្មងទេឲ្យតែបានយកមកដោះស្រាយមួយថ្ងៃដល់ពេលអាខ្ចីហ្នឹងវាចេះរៀបជាប្រព័ន្ធខ្ចីពីមួយទៅមួយវាចេះបោះដៃឲ្យគ្នាគេនោះយូរវ៉ាន់កបានវ៉ាន់កខ្លាំងមែនទែនបានសារភាពប្រាប់ប្តីបងបានចាប់តាមដឹងប្តីបងអត់ដឹងទេពួកអីរឿងអីយើងលាក់សំបីតាវ៉ាន់គេចាប់គេអីក៏ប្តីបងអត់ដែរដឹងដែរយើងនិយាយរួមយើងព្យាយាមលាក់ការងាររកស៊ីលុយកាក់អីគឺលាក់ប្តីលាក់ដល់ពេលអញ្ចឹងបានផ្ទុះអានឹងចេញមកវាហួសពេលហើយបានយើងប្រាប់គាត់វាហួសពេលវាសងឡើងរួច ហ្នឹងហើយបានយើងសម្រេចចិត្តសារភាពប្រាប់មហាជន ប្រកាសថាយើងខ្សែធនហ្មងទៅ តែពេលហ្នឹងបងអត់ទាន់ឈប់ពី CTN ទេមិនយ៉ាង អត់ទាន់ឈប់ទេប៉ុន្តែបន្ទាប់ពីបងប្រកាសហើយបងក៏វាមានមតិក្នុងក្រុមមានតិចតួចវាប៉ះពេលប៉ះពីបន្តិចតួចធ្វើឲ្យយើងរៀងបាក់ទឹកចិត្តទី1ទី2យើងឃើញ comment រាប់លាន comment ប៉ុន្តែវាអាម៉ា2-3នាក់ដែលយើងឃើញនោះវាធ្វើឲ្យយើងបាក់ទឹកចិត្តណាបាក់ទឹកចិត្តរបៀបថាខូចក្រុមធ្វើឲ្យតែនេះមិនមែនសមាជិកក្នុងក្រុមកំ pl យើងទេ មិនមែនទេបលីវាថាគេថាចេះធ្វើដោយសារតាយើងមួយថៃមួយសយមកត្រកតែថាខូចក្រុមខូចអីចឹងយើងក៏សម្រេចចិត្តថាកុំឲ្យប៉ះពាល់ដល់កិត្តិយសក្រុមរបស់យើងបងក៏ទៅសុំខាងពុកវីទ័រសុំឈប់ពុកវីទ័រអត់ព្រមឲ្យបងឈប់ទេដល់ពេលអត់ព្រមឲ្យបងឈប់បងក៏ចេះតែបន្តថតយូរក៏នៅតែមានអារម្មណ៍ថាអៀនមានអារម្មណ៍ថាខ្មាស់របៀបថាខ្មាស់គ្នាឯងណាហើយសុំកាលហ្នឹងរៀងមានតិចតែជឿថាមហាជនគាត់នឹងដឹងថាក្នុងក្រុមមាន ក្នុងក្រុមបងឥឡូវខ្ញុំសុំសួរបន្តិចក្នុងក្រុមបងតើមានយើងថាបាញ់និយាយឈ្មោះឯណាប៉ុន្តែមានសមាជិកក្នុងក្រុមបងណាដែលគាត់និយាយថាឃើញបងអញ្ចឹងមានប្រហែលអ្នកដែលគាត់លើកទឹកចិត្តប្រហែលអ្នកទៀតដែលគាត់ទៅជាចាប់ដើមរើសអើងបងមានម្នាក់2នាក់ដែលគាត់ចាប់ដើមផុសឌឺដងចាហើយខ្ញុំជឿថាបងប្អូនប្រកាសជាដឹងហើយអញ្ចឹងហើយបានខ្ញុំយើងមិនបាច់ចាំទៅនិយាយប៉ុន្តែខ្ញុំជឿថាមហាជនដឹងព្រោះអីពេលហ្នឹងក្នុង comment ខ្លះក៏គេដាក់ដែរថាមិនគួរណាទៅជន់គាត់អីចឹងប៉ុន្តែក៏អរគុណដែរប៉ុន្តែក៏យើងដឹងថាក្នុងក្រុមអ្នកណាដែលគាត់ហ៊ានផុសឌឺដងជន់យើង អារម្មណ៍បងមិនដែរបងពេលហ្នឹង
បងមានលួចយំឬក៏មានតូចចិត្តអីខ្លាំងក្នុងក្រុមគ្នាឯងថាមហាជនក៏មហាជនចុះប៉ុន្តែឧទាហរណ៍ថាអ្នកដែលនៅក្រុមជាមួយធ្លាប់សន្តែងជាមួយគ្នាបែរជាមិនលើកទឹកចិត្តទៅជាមានការដែលថាជន់បងថែមអីចឹងអូតូចចិត្តខ្លាំងណាស់ឡើងទទួលយកបានឯងព្រោះអីមានអារម្មណ៍ថាចេះអ្នកដតីมันអាចដឹងពីបងដូចមនុស្សក្នុងក្រុមឯងព្រោះអីក្នុងក្រុមបើបងនិយាយអស់អ្នកណាក៏គាត់ដឹងដែរពីទឹកចិត្តរបស់បងណាធ្លាប់តែជាមនុស្សដែលគេកោតសរសើរថាបងចិត្តល្អចិត្តបានបើទៅថតនៅណាណីអ្នកក្នុងក្រុមតានីអត់ឲ្យខ្វះបាយហូបទេវិចទៅទាំងថងវិចនំដូចអូនក៏ធ្លាប់ដឹងដែរទៅថតណាណីគឺល្អឯងហ្មងចូលចិត្តយករបស់ញ៉ាំទៅចែកគេញ៉ាំហ្នឹងហ្មងដល់ពេលអញ្ចឹងមានអារម្មណ៍តូចចិត្តថាហេតុអីក្នុងក្រុមមានតែម្នាក់ពីរនាក់ទេដែលគាត់នេះប៉ុន្តែអ្នកផ្សេងទៀតគាត់មិនបានទៅផុសឌឺដងតែគាត់ថាស្ងាត់គីឡូថាគាត់មិនហ៊ានជាសួរសុកទុកយើងឬមួយក៏គាត់មិនហ៊ានជាឆាតមកយើងអីមិនដឹងទេតែអ្នកដែលឆាតសួរហើយសួរទៀតខ្វល់ខ្វាយពីយើងខ្លាំងហ្នឹងគឺលោកតាពីតើឆាតមករហូតលើកទឹកចិត្តរហូតខ្វល់ខ្វាយពីយើងលើកទឹកចិត្តយើងអត់ឲ្យយើងឈប់ឲ្យយើងបន្តតែក្រៅពីហ្នឹងគឺពេលថ្មីអត់ទាន់បានទទួលការឆាតមកពីក្នុងក្រុមថាបងអើយមិនចេះអូនអើយមិនចេះញងអើយមិនចេះចុះអត់បានទទួលទេតែក៏លោកថាគាត់មិនហ៊ានឆាតឬមួយមិនយើងមិនដឹងទេណាតែពេលហ្នឹងគឺអត់បានទទួលទេបានទទួលតការពីអ្នកទៀតគាត់ផុសឌឺដងពីរឿងលុយ$1ហ្នឹងឯងតែពេលហ្នឹងធ្វើឲ្យបងចាំរហូតដល់ពេលហ្នឹងចាំរហូតថាមិនខឹងមិនគុំមិនស្អប់តែគ្រាន់តែមិនភ្លេចបាទយល់បងចាំបើសួរថាអារម្មណ៍ពេលហ្នឹងមិនបាច់និយាយហ្មងណាព្រោះអីអូនយល់ថាអារម្មណ៍រស់នៅមួយគ្នាដូចបងប្អូនតែស្រាប់តែពេលយើងមានទុកគេបោះបង់ណាគឺឈឺចាប់អត់បាក់ថ្លែងហ្មងអានឹងជាមូលហេតុដែលធ្វើឲ្យបងឈប់ពី CTN ទៅហ៎ហើយក៏សម្រាប់ចិត្តសុំលាឈប់ត្មងសុំលាឈប់មុនកុងត្រា CTN ហើយអ្នកខ្លះគេថាខាង CTN គេដេញខ្ញុំតាមពិតអត់ទេគឺខ្ញុំឈប់ហើយពេលនោះពងល្បីខ្លាំងណាកម្មវិធី2គ្រួសារបងល្បីតែលេខ1លេខ2ខ្លាំងតែបងឈប់រហូតដល់កម្មវិធីនឹងបិទពេលបងឈប់មួយទៅឈប់តគ្នាបាទបងឥឡូវបន្ទាប់ពីបងឈប់ពី CTN បងនឹងបន្តការងារសិល្បៈណាផ្សេងទៀតទេឬក៏មិនដែរពេលនោះពួកបងបាច់ដាក់ចិត្តថាបោះបង់ចោលហើយសិល្បៈឈប់លេងឯងព្រោះគឺបងផុសដែរពេលឈប់ពី CTN មួយឈប់ហ្មងខាងផ្សេងហៅទៅថតក៏អត់ខាងហាងម៉ូតូខាងហាងប្រម៉ូទអីផ្សេងគេហៅទៅថតទៅអីក៏អត់គេហៅទៅកាត់សក់ក៏អត់ទៅរបៀបថាអារម្មណ៍យើងនៅបាក់ទឹកចិត្តទី1ទី2អត់ហ៊ានទៅប្រឈមមុខជួបមហាជនមួយថ្ងៃគឺនៅតែក្នុងផ្ទះចុះតែពីលើផ្ទះមកតែហ៊ានឡាយលក់ប្រហុកហ៊ានឡាយនឹងឡាយលក់លេខតម្លាក់ទៅអ្នកណាជេរទៅអត់ហ៊ានមើលខមមិនទេតែពេលបិទឡាយចប់គឺឡើងទៅសងំពួននៅលើផ្ទះវិញហើយក្មេងៗប្តីបងអីជាអ្នករៀបចំវិញខ្ចប់អត់ដែរហ៊ានសុំបីតាអានខមមិននេះហើយគេហៅច្រើនណាពេលហ្នឹងពេលស្រកគេហៅថាក្នុងគ្រោះមានលៀបណាស្របពេលដែលយើងមានបញ្ហាហ្នឹងក៏មានម្ចាស់ sponsor ច្រើនក៏មានខាងប្រដាប់ផ្សេងច្រើនដែរគេដល់ឱកាសការងារយើងតែយើងទេបិទខ្លួនឯងគឺដូចអូនដឹងឯងហៅបងដែរតែបងអត់មកពីស្អីអត់ហ៊ានមកហ្មងអត់ហ៊ានក្នុងការប្រឈមមុខអត់ដឹងថាត្រូវធ្វើមុខមិនហើយមិនមែនតែអត់ហ៊ានការងារអញ្ចឹងណាសូម្បីតែគេប្រាប់មិត្តភ័ក្តិរួមក្រុមអ្នកខ្លះរបៀបថាមិត្តភ័ក្តិសិល្បៈអញ្ជើញកម្មវិធីខូបកណាត់ជប់លៀងក៏អត់ទៅដែរអត់ហ៊ានទៅទេហើយប្រាប់គេត្រង់មកថាខ្ញុំពិតជាអត់ហ៊ានចូលរួមពិតមែនអត់ហ៊ានហ្មងហើយពេលណាដែលបងខ្ញុំចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈវិញបន្ទាប់ពីមានបញ្ហាហ្នឹងហើយពេលហ្នឹងវារៀងរយាលយូរដែរទៅលោកតាគាត់មុនគេលោកតាគាត់ចេះតែមករហូតកូនថតកម្មវិធីនេះឲ្យពុកទៅកូនឯងជួយពុកណាជួយពុកឲ្យធ្វើស្ដាយសមត្ថភាពស្ដាយទេពកោសល្យពុកស្ដាយណាពុកស្ដាយកូនណាអញ្ចឹងពុកចេះតែមកផងឆាតមកផងលើកទឹកចិត្តយើងក៏ទៅថតឲ្យគាត់ហ្នឹងកម្មវិធី2គ្រួសារតដែរប៉ុន្តែព្រមផ្លាស់ប្ដូរតួខ្លះអញ្ចឹងថតបានបន្តិចក៏អូនឆាប់ទៅចាអូនឆាប់ទៅហៅបងមកថតហើយបងក៏បានមកថតបានមួយរយៈដែរកាលហ្នឹងចាប់បន្ទាប់ពីអូនហើយបានក្រុមកកើថតដែរតែ
បងចាប់ផ្ដើមបាក់លែងថតវិញម្ដងទៀតហ្នឹងបន្ទាប់ពីបានឃើញ comment នៅក្នុងក្រុមកកើពោពេលដែលបងថតឲ្យរឿងហ្នឹងចេញបងតែងតែតាមដានមើល comment បាទអាហ្នឹងយើងបន្ទាប់ពីយើងចូលបាក់ទឹកចិត្តហើយយើងចូលវិញណា បាទ បងចូលទៅឃើញ comment ខ្លះគេដាក់ថាធ្លាប់តាមដានក្រុមហ្នឹងល្អមើលចូលចិត្តមើលតែយកម្នាក់ហ្នឹងមកឈប់មើលហើយម្នាក់ហ្នឹងយកមកឲ្យរលាយក្រុមហើយខ្ញុំប្លុកសុំប្លុក page ហ្នឹងចោលហើយអីណានៃបងក៏ឆាតជាអសរទៅអូនមុំប្រពន្ធអូនកើណាថាអូនអើយថ្ងៃដែលថតផ្សេងទៀតបងសុំ cancel ប៉ុណ្ណឹងចោលបងសុំឈប់ថតហើយតែពពួកគាត់ថាបងអញមិនចឹងថាបងឃើញ comment បងអត់ចង់ឲ្យប៉ះពាល់ដល់ក្រុមអូនទេបងអញកើគាត់លើកទឹកចិត្តយើងថាបងអញទៅស្ដាប់អី comment 1 2ហ្នឹងបងអញក៏មើលទៅអត់អីទេខ្ញុំអ្នកយកបងអញថតខ្ញុំមិនដឹងថាអីផងបងអញទៅស្ដាប់ comment គេបងអញសុកចិត្តកាប់ឆ្នាំងបាយខ្លួនឯងគាត់និយាយមកតែថាអត់ទេអូនពិបាកបងពិបាកពិតមែនអត់ចង់ឲ្យក្រុមណាដែលមានប៉ះពាល់ដោយសារបងអញ្ចឹងណាបងក៏អត់ទៅថតទៅហើយស្របពេលហ្នឹងក៏បងបានទៅធ្វើការជាមួយមេបងលើបរិយាអញ្ចឹងអាពេលហ្នឹងអូនក៏នៅតែហៅបងថតដែរទៅអត់តែដោយសារតែធ្វើម៉េចបើយើងធ្វើការនៅនោះទៅយើងមិនអាចថាចេញមកថតបានបងក៏តែមកសុំអូនដូចគ្នាថាអូនអើយថតលេខបានហើយកាលហ្នឹងស្រឡាញ់ណាស់ចង់មែនតើចង់ថតកំ pl មួយក្រុមយើងក្រុមអីប៉ុន្តែភារកិច្ចដែលយើងទៅធ្វើមួយគាត់យើងអាចចេញបានព្រោះយើងវាប្រតិម៉ោងគ្នាម៉ោងគាត់ live មួយថ្ងៃ3 4ដងយើងអត់អាចថតបានអញ្ចឹងក៏ខានបានថតទៅដល់ពេលខានបានថតហ្នឹងក៏យើងចេះតែនៅតែមានគេគ្រប់គ្រងតាមរយៈការ live ជាមួយមេប៉ុន្តែយើងបញ្ហាខ្លាំងស្គ្រប់ម្ដងទៀតឲ្យវគ្គក្រោយនេះដោយសារតែរឿងគេនិយាយថាអីឆ្កែការពារឆ្អឹងណាហ្នឹងហើយដោយសារតែយើងការពារមេការពារអីចឹងទៅគឺជេរយើងអីហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនគាត់បើកចិត្តឲ្យទលាយវិញថាអាហ្នឹងធ្វើម៉េចសម្រាប់អ្នកណាគេអត់ដឹងយើងអត់ដឹងថាគេគិតម៉េចប៉ុន្តែដបូលដែលយើងច្រកមេដែលយើងគ្រប់គឺគាត់ពិតជាល្អសម្រាប់យើងហ្នឹងអញ្ចឹងគាត់មានរឿងអីយើងត្រូវតែអាចពាំងបានពាំងណាចង់អ្នកណាថាមិនក៏ដោយទៅពេលអញ្ចឹងធ្វើឲ្យមហាជនគាត់ច្រាលមកពេលហ្នឹងស្អប់បងភាសាទៀតចឹងទៅចង់បាក់ទឹកចិត្តភាសាទៀតតែដល់ពេលហើយបន្ទាប់ពីចេញពីកន្លែងគាត់រៀងច្រើនតិចហើយជីវិតនេះចេញពីកន្លែងគាត់មកបាក់ទឹកចិត្តខ្លាំងអត់ដឹងត្រូវទៅណាផ្ទះក៏អត់មានអីមានទៅនៅវត្តមួយរយៈបងទៅនៅវត្តព្រៃមលូមួយរយៈទៅហ្នឹងមានអារម្មណ៍ថាបើថាមានកម្មទៅវាដោះកម្មមិនអស់ក៏យើងទៅឲ្យវាសុបាយចិត្តខ្លះណាទៅធ្វើការងារវត្តទៅសម្អាតវត្តទៅអីទៅឲ្យវាស្រឡះចិត្តរហូតដល់បានបែរជាមួយខែសម្រាប់វត្តបានមួយខែសម្រាប់ចិត្តថាបើអញនៅវត្តទៀតអញពិតជាងាប់ហើយអត់មានលុយសងម្ដងគេទេស៊ូម្ដងទៀតងើបម្ដងទៀតឡើងមកពេញជួលផ្ទះនៅខាងហ្នឹងពេលអស់អាលេងពីខ្លួននៅសល់បានប្រហែលជាបាន70-80 ម៉ឺនជួលផ្ទះនៅបានប្អូនអនចម្លាក់ឈើហ្នឹងគាត់ចេញលុយថ្លៃផ្ទះឡៃឲ្យបងកក់មុនក៏អីឲ្យហ្នឹងក៏ចាប់ផ្ដើមក៏បីក៏ឆ្នាំពីលុយ70 ម៉ឺនហ្នឹងមកលក់ប៉ាតេលក់អីទៅបានអូនហៅថតផងទៅកើហៅថតផងទៅឥឡូវហ្នឹងវាចេះតែរៀងគ្រាន់បានការងាររើបមកវិញមកវិញតឥឡូវហ្នឹងសម្រាប់ចាត់ថាពេលនេះលេបថ្មលេបគ្រោះខ្មាស់គេក៏យើងជួបអស់ដែរអញ្ចឹងលែងសូវខ្វល់ពីរឿងថាណាជេរណាផុសណាថាឯងមុជរសិនព្រោះអីយើងមានបន្ទុកច្រើនណាស់បំណុលក៏យើងទទួលរ៉ាប់រងកូនចៅដែលយើងបង្កើតមកភ្នែកខ្មៅងួយនេះអត់ពីយើងអត់បានទេអញ្ចឹងចង់និយាយថាអាការបាក់ទឹកចិត្តវាលែងបាក់ដកតាចូលចេញលែងបាក់ហ្មងបាទឥឡូវនេះមុននឹងទៅជជែកគ្នាបន្តទៀតក៏សូមអនុញ្ញាតបាទអរគុណបាទជាពិសេសដល់កម្មវិធីបាទខ្លីៗទៅចែកគ្នារបស់យើងនេះគឺអរគុណដល់នំប៉័ងហុងកុងបាទនំប៉័ងហុងកុងគឺថារសជាតិឆ្ងាញ់ហើយបងប្អូនអាចរកទិញនំប៉័ងហុងកុងបាននៅគ្រប់កន្លែងទាំងអស់ហាងកាហ្វេហាងបាយតាមភោជនីយដ្ឋានសាធារណៈនានាដែលមានដាក់ផ្លាកនំប៉័ងហុងកុងបាទនិយាយទៅឥឡូវមុននឹងយើងចូលសម្រួលបន្តខ្ញុំដំណើរបន្តិចក្នុងនាមខ្ញុំជាអ្នកដឹកនាំមួយកំ pl មួយសម្រាប់ធ្វើដាក់ page ដែរហើយមានមិនមានទេមានបងប្អូនគាត់ comment តាក់ទងនឹងរឿងបងញ៉ុងថានៅតែមានតែវាតិចតួចណាយកមកលេងធ្វើអីអញ្ចឹងណានិយាយថាបងញ៉ុងធ្លាប់ជាមនុស្សដែលថាខូច credit ខូចអីតាក់ទងនឹងរឿងចេះចោះជារឿងឯកជនរបស់គាត់ប៉ុន្តែបើនិយាយពីគួរចំហខ្ញុំមិនដឹងថាតើក្រុមអ្នកដឹកនាំផ្សេងគេមើលមកបងថាម៉េចគេប៉ុន្តែបើខ្ញុំ
ខ្ញុំមើលឃើញថាបងជាមនុស្សដែលមានសមត្ថភាពតែវិញខ្ញុំធ្លាប់ឡើងកម្មវិធីផ្សេងៗក៏ខ្ញុំនិយាយដែរពីមូលហេតុដែលខ្ញុំអញ្ជើញមកខ្ញុំមកខ្ញុំស្ដាយសមត្ថភាពដោយសារតែយើងនៅក្នុងសិល្បៈអ្នកនៅក្នុងចង្កោមសិល្បៈគេមើលដឹងហ្មងថាមូលហេតុដែលខ្ញុំយកបងញងមកសម្ដែងជាមួយនឹងក្នុងក្រុមនោះអីហ្នឹងគឺដោយសារតែយើងមើលឃើញថាមនុស្សបងញងគឺពិតជាមានសមត្ថភាពប៉ុន្តែរឿងឯកជនខ្ញុំគឺថាតារាបើនិយាយពីតារាវិញបងញងលើពិភពលោកតារាណាក៏មានរឿងរបស់គាត់ដែរក៏មានរឿងឯកជនដែលវាអាចនឹងផ្សេងពីគ្នាបងអ្នកខ្លះតាក់ទងនឹងរឿងដូចថាលែងប្តីលែងនេះលែងនោះផិតក្បត់គ្នាឧទាហរណ៍តែនេះជារឿងឯកជនប៉ុន្តែការងារសិល្បៈគឺគេនៅតែធ្វើដដែលលុះត្រាណាជារឿងដែលវាធន់ធ្ងរខ្លាំងរហូតដល់វាមិនអាចទទួលយកបានខ្លាំងបានគេមិនបន្តឲ្យគាត់ថតរឿងថតអីថត sport ថតឡើងជ្រៀងឡើងអីចឹងទៅខ្ញុំមើលឃើញចឹងបដិបត្តិពិភពលោកបងប៉ុន្តែបើនៅក្នុងប្រទេសយើងអ្នកសិល្បៈហ្នឹងបងមួយចំនួនគឺគេប្រាប់ខ្ញុំហ្មងគេថាគេគ្រប់គ្រងដែលខ្ញុំអញ្ជើញបងញងមកថតមកអីអញ្ចឹងទៅក៏វាជួយបងញងបានមួយផ្នែកធំហើយគាត់គឺជាមនុស្សដែលមានសមត្ថភាពអញ្ចឹងណាអញ្ចឹងខ្ញុំក៏មើលឃើញថាអញ្ចឹងទៅខ្ញុំតែអញ្ជើញបងញងមកថតហើយមិនមែនតែខ្ញុំក៏មានក្រុមផ្សេងគាត់អញ្ជើញបងញងទៅសម្ដែងអញ្ចឹងដែរអញ្ចឹងអ្នកណាអញ្ជើញទៅយើងអត់មានទៅប្រទីងបតុងអីសំខាន់គឺបងញងគាត់មានលទ្ធភាពទៅគាត់ថតទៅគាត់បានសងគេសងអីអញ្ចឹងទៅឥឡូវងាកមកវិញបងញងអ្នកខ្លះមានមតិមួយចំនួនតូចទេគេនិយាយថាបងញងហ្នឹងគឺថាតែជពាក់គេច្រើនហ្នឹងមិនមែនមកពីបងញងហ្នឹងតាក់ទងនឹងបងមលូផ្ទះបងមលូអីទេតែបងញងហ្នឹងទៅលេងបៀលេងលបែងលេងកតុយលេងអីអញ្ចឹងមាននេះមួយចំនួនតូចណាអញ្ចឹងបងញងអាចនិយាយបានទេតាក់ទងនឹងរឿងវាមិនវិញដែរបងអាចនិយាយបានអូនដោយសារចេះវាអត់ចម្លែកទេទោះបីថាមានមតិថាប្រហែលជាលេងលបែងឬមួយចំប្រុសក្មេងអីវាអត់ចម្លែកដោយសារអីពេលដែលបងឃើញសិល្បៈរៀមច្បងខ្លះគាត់មានបញ្ហាក៏មានអ្នកចូលទៅ comment ចឹងដូចគ្នាប៉ុន្តែយើងអត់អាចទៅដឹងហើយវិនិច្ឆ័យបានទេពាក្យថាតឡាការ Facebook គឺវាតែងតែមានល្អនិងអាក្រក់អញ្ចឹងយើងបើកចិត្តទទួលយកហើយចង់អ្នកណាថាមិនថាទៅព្រោះអីក្នុងកំឡុងពេលនេះយើងវាអត់មានសិទ្ធិបកស្រាយទោះបីថាបកស្រាយក៏បាច់ចាំព្យាយាមនិយាយបកស្រាយអីច្រើនព្រោះនិយាយច្រើនវាខុសច្រើនអញ្ចឹងស្រេចលើគាត់គិតទេប៉ុន្តែអ្នកដែលស្គាល់ខ្ញុំអ្នកដែលច្បាស់ពីខ្ញុំអ្នកដែលនៅក្បែរខ្លួនខ្ញុំគាត់ដឹងច្បាស់ថាខ្ញុំជាមនុស្សមិនរឿងបៀរឿងលបាយរឿងអីតែបើដោះបៀធ្លាប់ទៅរកគ្រូទីបៀធ្លាប់អាហ្នឹងនិយាយប៉ុណ្ណឹងនិយាយបែបលេងប៉ុន្តែបើមែនតែនអ្នកណាយល់ពីខ្ញុំមិនយល់ពីខ្ញុំវាមិនសំខាន់ទេសំខាន់បំណុលខ្ញុំអ្នកសងទី1ទី2សូមឲ្យតែអ្នកក្បែរខ្លួនខ្ញុំប្តីខ្ញុំឪពុកម្ដាយខ្ញុំបងប្អូនខ្ញុំគាត់យល់ពីខ្ញុំបានហើយព្រោះអីខ្ញុំជឿថាបងប្អូនខ្ញុំគាត់យល់ពីខ្ញុំច្បាស់ហើយមួយទៀតបងយ៉ងគេថាសប្តាហ៍ថ្ងៃបងយ៉ងមានការងារមានអីខាងនេះហៅថតហើយសិតតែមិនថត free ទេសិតថតនឹងបានលុយតែម្ចាស់បំណុលបងមួយចំនួនទៀតខ្ញុំឃើញគាត់ផុសអញ្ចឹងណាប៉ុន្តែរឿងតែក្នុងខ្ញុំសុំអត់ដឹងទេការពិតយ៉ាងណាខ្ញុំអត់ដឹងគេថាបងយ៉ងគ្មានតែសងគេអីទេគឺថាលែងសងលែងអីឥឡូវហ្នឹងគឺលែងហ្មងអញ្ចឹងថាបងយ៉ងមានអីចង់ឆ្លើយតបទៅវិញតាក់ទងនឹងរឿងទាំងអស់ហ្នឹងនៅក្នុងនេះដែរវាជាអរគុណសំណួរមួយនឹងមែនតើវាជាឱកាសដែលខ្ញុំបានឆ្លើយចង់និយាយថាម្ចាស់បំណុលរបស់ខ្ញុំមិនមែនម្នាក់ហើយក៏មិនមែន10នាក់ដែរគឺច្រើនប៉ុន្តែសួរថាអ្នកខ្លះអញ្ចឹងខ្ញុំសួរត្រឡប់ទៅវិញថាអ្នកណាផុសខ្ញុំខ្លះបានន័យថាអ្នកដែលផុសខ្ញុំអាចនឹងអ្នកដដែលឬមួយក៏ម្នាក់ពីរនាក់អីទេតែសួរថាម្ចាស់បំណុលខ្ញុំប៉ុន្មានអ្នកពេលដែលដំបងឡើងបងអស់ចិត្ត40នាក់ម្នាក់500 1000 2000 10000 20000ក៏មានដែរចុះលុយឡើងចិត្ត600000អូនតែសួរថាហេតុអីបានពួកគាត់អត់ផុសដោយសារអីខ្ញុំបានសងពួកគាត់ខ្លះហើយដោយសារតែខ្ញុំសងទៅតាមបំណុលអញ្ចឹងហើយខ្ញុំសូមឲ្យបងប្អូនដែលគាត់ជាម្ចាស់បំណុលគាត់បើកចិត្តស្ដាប់ឡើងនឹងបន្តិចនឹងគាត់ខ្ញុំគិតថាបើគាត់ស្ដាប់ហើយគាត់អត់សូវជាខឹងខ្ញុំទេដោយសារបំណុលខ្លះដោយរបៀបថាឧទាហរណ៍ថាអ្នកខ្លះខ្ញុំខ្ចីលុយគាត់លុយសុទ្ធហ្មងលុយសុទ្ធ1000អញ្ចឹងគាត់ធ្លាប់ស៊ីការខ្ញុំហើយអស់ហើយតែដល់ពេលសារហ្នឹងគាត់ថាឥឡូវទៅឲ្យសងតែ500មកឲ្យរួចទៅយើងក៏ព្យាយាមរកសងគាត់តែប៉ុណ្្នឹងទៅឲ្យវារួចមួយអញ្ចឹងយើងព្យាយាមរកសងលុយបំណុលណាដែលគាត់ឲ្យយើងដុំបំណុលដែលយើងអត់ទាន់បានសងដូចជាលុយតុងទីនហើយឬមួយក៏លុយដែលគាត់ឈប់យកការហើយតែយើងអត់ទាន់បានសងដោយសារអីមកពីគាត់
ធ្លាប់ស៊ីបានស៊ីការយើងច្រើនមកហើយតែយើងអត់បានសងយើងទុកសិនយើងទៅសងកន្លែងដែលចាំបាច់មុនដូចជាមានខ្សែមានអីមុនដើម្បីយើងដោះណាចាអញ្ចឹងបានខ្ញុំថាអើយគាត់ឃើញគាត់សម្លឹងឃើញខ្ញុំរកបានប៉ុន្មានឧទាហរណ៍ថាខ្ញុំរកបាន5គាត់មើលមកវាអាចនឹងល្អមើលឃើញថតនេះផងថតនោះផងប៉ុន្តែពេលខ្លះខ្ញុំចង់ប្រាប់បងប្អូនថាការងារពេលដែលយើងមាន credit ល្អគេឈ្មោះល្អគេហៅយើងវាពិតជាបានថ្លៃត្រូវអត់អូនប៉ុន្តែពេលដែលយើងអត់មាន credit ល្អវាអត់ដូចការពីមុនទៀតទេហើយឥឡូវនេះខាងអីគេហៅថា content creator ក៏ច្រើនសូម្បីតែអ្នក TikTok ធម្មតាក៏គេអាចប្រម៉ូទបានមាន view ច្រើនគេឲ្យប្រម៉ូទដែរអញ្ចឹងមិនចាំបាច់តើយើងតារាជួមុខឬមួយក៏ល្បីអីទៅប្រម៉ូទបានគេយកទេអញ្ចឹងឱកាសនេះគឺយើងមានការងារធ្វើមែនប៉ុន្តែពេលខ្លះការងារខ្លះបងប្អូនក៏ដឹងដែរខ្ញុំអត់មានភាពខ្មាស់អៀនក្នុងការប្រកាសសុំការងារគេធ្វើគេបងធ្លាប់ប្រកាសសុំនៅក្នុង Facebook មកថាបងប្អូនណាមានការងារធ្វើផងអញ្ចឹងការងារដែលយើងទៅសុំគេធ្វើវាមិនដែលបានថ្លៃទេគឺវាបានល្មមមករស់ព្រោះអីកំឡុងពេលហ្នឹងខ្ញុំទងន់ផងអីផងតុំតាឥឡូវទេដែលខ្ញុំសម្រាហើយទៅខ្ញុំអាចធ្វើការពេញដៃពេញជើងអញ្ចឹងវាអាចនឹងមើលមកល្អមើលថាសម្បូរការងារធ្វើប៉ុន្តែសួរថាបលុយបាន100%ដូចកាលពីមុនវាមិនមែនទេវាអាចធ្វើមករស់សិនតែក៏យើងបានដោះតិចតិចដែរការដែលយើងយកមកសងគេក៏យើងសងទៅតាមលទ្ធភាពសិនដែរមិនអាចបេះពីមាត់បរត់ពីក្រោយអស់ទេបើឈឺជាងាប់រស់ទៅបានកម្លាំងណាសងគេទៀតហើយសួរថាបើសិនជាឈប់សងហ្មងគឺមិនមានទេសម្រាប់ខ្ញុំនៅតែមានឆន្ទៈក្នុងការសងហ៊ាននិយាយថាបើសិនជាអាចអត់អាចចង់និយាយថាជីវិតមួយនេះមិនចង់ឲ្យមានពាក្យមួយថាងាប់ចោលបំណុលណាបាទខំតស៊ូរស់ទាំងអាម៉ាស់សប្ងៃដោយសារអីព្រោះតែចង់ដោះបំណុលបាទចាហើយក៏មួយទៀតបញ្ហាធំមួយទៀតខ្ញុំអត់ចង់ឲ្យខ្ញុំទៅបាត់គិតខ្លីទៅបាត់តែកូនខ្ញុំឲ្យគេច្អល់មុខកូនខ្ញុំថានោះអានោះម៉ែវានៅពេលអញតថ្ងៃហ្នឹងអញ្ចឹងងាប់ចោលអត់ចង់ឲ្យលឺពាក្យហ្នឹងទេការដែលខ្ញុំនៅប្រឈមមុខទាំងកាត់គេកាត់ខ្មាស់រាល់ថ្ងៃតាម social media ចង់អ្នកណាថាអ្នកណានិយាយមិនហ្នឹងតែស្អែកគឺខ្ញុំចង់ដោះបំណុលអញ្ចឹងបើពាក្យថាបែបវាលេងសងវាមិនសងវាធ្វើអង្គគឺអត់មានទេឆន្ទៈគឺនៅតែសងហើយបងញងសប្ថ្ងៃពីមុន50,000ចាឥឡូវសល់ប្រហែលជាប៉ុន្មានដែរបងបានសងបានមួយចំនួនហ្នឹង20,000អីទេព្រោះអីកាលនោះច្រើនប៉ុន្តែបងកាលនោះវា Facebook ដឹងស្រាប់ហើយ live លក់បានច្រើនដូចខ្ញុំនិយាយអញ្ចឹងត្រីអីលក់មួយថ្ងៃ700-800គីឡូក៏មានដែរអញ្ចឹងយើងដោះបានលឿនដែរតែដល់ពេលឥឡូវមានណាសូម្បីតែ live ក៏ live អត់កើតដែរផុសវីដេអូអាស្រ័យទៅលើការផុស view មានមិនមានបានយើងលក់ដាច់អញ្ចឹងដូចប៉ាតេអីលក់រាល់ថ្ងៃវាចំណេញតិចមែនទែនគ្រាន់តែចាំឆ្នាំបាយទេតែបានពីការធ្វើការទៅគ្រាន់ដោះផ្ទះជួលណាខោទឹកនោមកូនសម្ភារៈកូនចំណាយបងហ៊ាននិយាយថា100មុខអីប៉ុន្តែយើងបានសងគេតិចមិនឲ្យអត់សោះទេតែគាត់ថាវាចំណាយវាច្រើនពេកច្រើនជាងចំណូលពួកអីក្នុងផ្ទះបងអូនដឹងស្រាប់ហើយមានតែបងមួយទេដែលរត្រូវអត់ប្តីបងអីក៏មានរអីកើតមានអីរតែបងម្នាក់ហ្នឹងចឹងបានចង់ឲ្យគាត់ដឹងថាមើលមកវាអាចនឹងល្អមើលតែវាមិនសូវជាល្អស៊ីម៉ាទេចឹងហើយបានចង់និយាយពីជីវិតបងញងគឺគាត់ធ្លាប់ប្រាប់ខ្ញុំថាពីមានបានពីអត់មកមានបានចាពីមានបានមកអត់វិញមកជពាក់គេអញ្ចឹងប្រហែលជាមិនងាយស្រួលទេហើយពី0ឡើងដល់100ពី100ធ្លាក់ក្រោម0អារម្មណ៍ពេលហ្នឹងវេទនាមែនតែនហ្មងអាពី0មកវាអត់អីណាវាពី0មកវាអត់មានសម្ពាធទេព្រោះយើងអត់មានជពាក់គេតែដល់ពេលយើងឡើងមកមានវារៀងធូររៀងរត់តែវាធ្វើឲ្យ relax ខួរក្បាលយើងដេកលក់បានន័យថាយើងដេកលក់តែសប្ថ្ងៃនេះគឺដេកអត់ដែរលក់ទេសប្ថ្ងៃនេះគឺប្រើថ្នាំមកងុយដេកបើមិនប្រើថ្នាំងុយដេកមិនដេកតែហ្មងរាល់ថ្ងៃហ្នឹងខ្ញុំតែងតែញ៉ាំថ្នាំមកងុយដេកហើយអ្នកមកមួយបងគាត់ដឹងហ៎តែងាកឡើងមកគ្រាប់ងាកឡើងមកគ្រាប់ហ្នឹងអាថ្នាំមួយដេកហ្នឹងបើអត់លេបគឺមិនដេកបានតែយើងគិតហ្មងអញ្ចឹងហើយបានចង់និយាយថាអាការដែលធ្លាក់មកនៅក្រោម0នេះវាវេទនាណាស់ក្រោម0បានន័យថាវាអស់លេខដាក់ហើយវាសម្ពាធហើយវាជពាក់គេទៀតបើគ្រាន់តែអត់អីស៊ីមិនមកជុំមែនណាអាចជពាក់គេនេះវាធ្ងន់អញ្ចឹងបានផ្ដាំតកូនតចៅបងធ្លាប់និយាយថាបើសិនជាអស់បំណុលពេលណាកោសក់ហ្មងកោសក់ឲ្យប៊ូសមួយអាទិត្យហ្មងឲ្យមានអារម្មណ៍ថាខ្លួនស្រឡះហ្មងឲ្យវាអស់អារាល់ថ្ងៃហ្នឹង
ដេកអោបភ្លើងនេះដេកអោបទុកតែក៏នៅតែស៊ូ ហើយបងខ្ញុំមានអីចង់ចែកម្លែកទៅកាន់អ្នកដែលគាត់ជពាក់គេហើយដើម្បីកុំឲ្យវាទៅជាបំណុលវ័នខដូចបងអញ្ចឹងបងមានអីជាការណែនាំឬផ្ដល់យោបល់ឲ្យគាត់តិចទៅអរគុណច្រើនហ្នឹងហើយអរគុណសម្រាប់សំណួរហ្នឹងហើយក្នុងឱកាសហ្នឹងដែរហើយខ្ញុំចង់ឲ្យខ្ញុំមាន2ទី1ខ្ញុំចង់ផ្ដាំទៅដល់អ្នកដែលគាត់ទៅតែចាប់ផ្ដើមខ្សែធនចាប់ផ្ដើមចង់បង្កើតបំណុលណាព្រោះតែនឹកឃើញថាភាពខ្មាស់អៀនអត់ហ៊ានបញ្ចេញចង់យកអានេះមកដាក់នេះយកអានេះមកដាក់នោះហ្នឹងសូមកុំបញ្ឈប់ព្រោះតានឹងឯងដែលវាទៅជាគេហៅថាតបៅមហារាជឈឺបន្តិចបន្តួចនិយាយហ្មងប្រាប់គេហ្មងប្រកាសហ្មងមិនបាច់ខ្មាស់ទេព្រោះភាពខ្មាស់អៀននេះឯងដែលធ្វើឲ្យយើងធ្ងន់ទៅនឹងបញ្ឈប់ត្រឹមហ្នឹងចពាក់ថា1000អីប្រាប់ឲ្យហើយមកកុំទៅចពាក់1000ទៅយកអា1000 2000ខ្ញុំមកដោះអា1000ហ្នឹងហើយកើតតយូររាប់ម៉ឺនហ្នឹងរឿងទី1រឿងទី2បើចម្ពាក់ហើយមានបំណុលហើយកុំបាក់ទឹកចិត្តបានន័យថារឹងមាំពួកអីខ្ញុំនៅជឿថាដង្ហើមនៅមានថ្ងៃស្អែកនៅមានក្តីសង្ឃឹមក៏នៅតែមានព្រោះអីខ្ញុំបើពីមុនអត់ចូលចិត្តស្ដាប់ធម៌គេណាអត់ចូលចិត្តស្ដាប់ទេតែឥឡូវចូលចិត្តស្ដាប់ហើយពេលស្ដាប់ហើយធ្វើឲ្យអារម្មណ៍យើងរៀងគ្រាន់បើប្រសើរឡើងជាងមុនហើយកុំទាញយកអាភាពអវិជ្ជមានបានឲ្យទាញតែនឹកឃើញថាអញស្អែកងាប់ហើយស្អែកអត់ហើយកុំទាញយកមកដាក់ក្នុងចិត្តយើងព្រោះអីតែយើងទាញយកអាហ្នឹងមកដាក់ក្នុងចិត្តយើងខួរក្បាលយើងគិតអីលែងចេញហើយគិតឃើញតាអញ្ចឹងឯងគិតថាស្អែកអញធ្វើបានស្អែកអញមានការងារធ្វើស្អែកអញទៅធ្វើការឥឡូវឧទាហរណ៍ថាស្អែកហ្នឹងគេមកទាលុយស្អែកគង់តែគេមកទាលុយតែតែកុំនឹកឃើញដោយសារអាហ្នឹងខ្ញុំធ្លាប់ឆ្លងកាត់ស្អែកគេមកទាលុយហើយបិទចាក់សោខ្លួនឯងគឺមិនទៅធ្វើការទេអញ្ចឹងខាតការងារមួយថ្ងៃបាត់ស្អែកគេមកទាលុយក៏មួយថ្ងៃស្អែកយើងទៅធ្វើការក៏មួយថ្ងៃដូចគ្នាតែយើងទៅធ្វើការយើងបានលុយមកសងគេបាទអត់បាក់ទឹកចិត្តទៀតទេភាពខ្មាស់អៀនគឺយើងបានបញ្ចប់វាត្រឹមពេលដែលយើងប្រកាសខ្សែធននឹងហើយឯងអញ្ចឹងយើងយកអាភាពខ្មាស់អៀនជាយកការភាពខ្មាស់អៀនយកជាគេហៅថាកម្លាំងចិត្តនៃការតស៊ូយកការប្រមាថយកការមើលងាយធ្វើជាគេហៅថាបកគោលសម្រាប់តោកហ្មងព្រោះតែរងថ្ងៃហ្នឹងព្រោះតែភាពខ្មាស់អៀនហ្នឹងឯងព្រោះតែភាពគេជេរគេឌីលហ្នឹងឯងយកអាហ្នឹងឯងយកមកតោងឈរបានដល់ថ្ងៃហ្នឹងដោយមិនជ្រើសរើសយកការគិតខ្លីនឹងសម្រាប់ខ្លួនទេបាទចឹងអរគុណបងខ្ញុំចាបាទអរគុណនឹងបងប្អូនបាទសង្ឃឹមថានេះគឺជាមេរៀនមួយសម្រាប់បងប្អូនយកទៅសិក្សាជាពិសេសអ្នកដែលគាត់ធ្លាប់មានបំណុលចពាក់គេហើយយកពីនេះទៅដាក់នេះអីហ្នឹងគឺថាបងខ្ញុំគាត់ចែកម្លែកធ្វើម៉េចកុំឲ្យវាទៅជាបំណុលដែលច្រើនរហូតដល់ពិបាកដោះដូចគាត់នឹងអាហ្នឹងដូចគាត់និយាយអញ្ចឹងឯងហើយមួយទៀតក៏សង្ឃឹមថាបងប្អូនជួបបើកចិត្តទទួលយកដោយសារតែគាត់ពិតជាមានសមត្ថភាពសិល្បៈមួយដែលអាចធ្វើឲ្យបងប្អូននេះសើចសប្បាយដោយសារគាត់បន្តិចដែរហ្នឹងបាទព្រោះបើមិនអញ្ចឹងមិនប្រឡងកំ pl ែងជាប់មែនទេបងខ្ញុំហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងបើកចិត្តទទួលថាទុករឿងឯកជនគាត់ទៅមកដុំទៅហើយបើសិនជាពេលណាដែលរឿងឯកជនរបស់គាត់ផុសតាក់ទងនឹងរឿងឯកជនរបស់គាត់បងប្អូនខមមិនអីក៏មិនទៅតែប៉ុន្តែពេលខ្លះអាវីដេអូកំ pl ែងคลิปកំ pl ែងបងប្អូនមើលក៏បានសោយក៏សោយទៅបាទអញ្ចឹងណាកាលណាបងប្អូនយកមកលោកឡប់ឲ្យគាត់រស់ស៊ីអត់កើតទេអញ្ចឹងណាបាទហើយអញ្ចឹងសប្តាហ៍ក្រោយយើងនឹងជួបគ្នាបន្តទៀតហើយក៏សូមអរគុណដល់នំប៉័ងហុងកុងបងប្អូនដែលចង់ញ៉ាំនំប៉័ងឆ្ងាញ់គឺអាចរកទិញនំប៉័ងហុងកុងបាននៅតាមគ្រប់ផ្សារទំនើបកន្លែងលក់កាហ្វេហាងបាយអីជាដើមគឺថាមានច្រើនកន្លែងមែនតើអរគុណបងខ្ញុំអញ្ចឹងយើងជួបគ្នាឱកាសក្រោយទៀតបងបាទអរគុណអូខេអរគុណ